សូមស្វាគមន៍មកកាន់ការសិក្សាព្រះអភិធម្មរបស់យើងជាបន្តមុននឹងបន្តមេរៀនរបស់យើងខ្ញុំកណាអាត្មាចង់រំលឹកមេរៀនចាស់បន្តិចបន្តួចហើយសូមកណាញាតិញោមឆ្លើយមុននៅក្នុងចិត្តឬក៏ឆ្លើយលឺក៏បានម្នាក់ឯងបើនៅម្នាក់ឯងបើនៅមានគ្នាអាចស្ដាប់ផងឆ្លើយក្នុងចិត្តហើយខ្ញុំកណានឹងឲ្យខ្ញុំកណាអាត្មាភាពនឹងឲ្យចម្លើយតាមក្រោយដើម្បីឲ្យចិត្តរបស់យើងនឹងបានហាត់គិតបណ្ដាមេរៀនព្រះអភិធម្មនេះមិនរៀនវែងឡាយពេកទេរៀនយកតែចំណុចសំខាន់ហើយសិក្សាជាដំបូងនឹងអំពីបរមត្ថធម៌ថាតើមើលថាតើបរមត្ថធម៌មានន័យថាម៉េចហើយមានប៉ុន្មានយ៉ាងគឺមាន4យ៉ាងបរមត្ថធម៌មាន4យ៉ាងទី1គឺចិត្តបរមត្ថទី2ចេតសិកបរមត្ថទី3រូបបរមត្ថទី4និព្វានបរមត្ថហើយបន្តទៅទៀតយើងសិក្សាអំពីចិត្តបរមត្ថតើនៅក្នុងចិត្តបរមត្ថមានចិត្តប៉ុន្មានប្រភេទដែលចែកចេញនោះមាន4ប្រភេទខាមុនទៅមើលទី1គឺកាមាវចរៈចិត្តមាន54ដួងទី2រូបាវចរៈចិត្តមាន15ដួងទី3អរូបាវចរៈចិត្តមាន12ដួងទី4លោកតរៈចិត្តមាន8ដួងឬ40ដួងសរុបត្រូវជា89ឬ121ដួងណាទៀងតត់មើលត្រូវកាមាវចរៈចិត្ត54ចែកជា2ប្រភេទតើ2ប្រភេទនោះមានឈ្មោះអីខ្លះទី1គឺអសោបនៈចិត្ត30ទី2គឺសោបនៈចិត្ត24ហើយនៅក្នុងអសោបនៈចិត្ត30ហ្នឹងចែកចេញជា2ប្រភេទទៀតប្រភេទទី1ហៅថាអកុសលចិត្ត12ដួងហើយនឹងអហេតុកៈចិត្ត18ដួងឥឡូវយើងរំលឹកមេរៀនប៉ុណ្ណឹងយើងចូលមេរៀនថ្មីនៅក្នុងអកុសលចិត្ត12ដួងនេះចែកចេញជា3ក្រុមទៀតណាចែកចិត្តអស់ក្រុមអកុសលចិត្តយើងដឹងហើយគឺចិត្តជាអកុសលសំដៅដល់ចិត្តដែលមិនស្អាតចិត្តដែលជាបាបអកុសលអង់គ្លេសហៅថា immoral consciousness គឺចែកចេញជា3ប្រភេទលោភៈមូលចិត្ត8ដួងទោសៈមូលចិត្ត2ដួងនិងមោហៈមូលចិត្ត2ដួងបន្តទៅទៀតឡើងចែកអីគឺយើងរៀនតែម្ដងចិត្តប្រភេទមួយឥឡូវយើងសិក្សាអំពីលោភៈមូលចិត្ត8ដួងលោភៈមូលចិត្តមានន័យថាចិត្តដែលមានលោភៈជាមូលហ្នឹងជាឫសគល់ជាហេតុលោភៈហ្នឹងជាតួចេតសិកជាតួធម្មធាតុដែលតតែងចិត្តតាមពិតចិត្តហ្នឹងវាអត់មានលោភលន់អីទេប៉ុន្តែដោយសារមានលោភៈហ្នឹងជាមូលជាឫសគល់ដូច្នេះហើយបានជាចិត្តហ្នឹងមានឈ្មោះថាលោភៈមូលចិត្តណាអាហ្នឹងយើងស្គាល់ឈ្មោះចិត្តមួយអញ្ចឹងស្អែកខ្ញុំណាអាត្មានឹងសួរថាលោភមូលចិត្តមានន័យថាម៉េចចិត្តលោភថាម៉េចនេះគឺចិត្តដែលមានលោភៈជាមូលមានន័យថាលោភៈចេតសិកហ្នឹងធាតុជាប់ជំពាក់ហ្នឹងវាចូលទៅក្នុងចិត្តហ្នឹងទៅបានចិត្តហ្នឹងឈ្មោះថាលោភៈមូលចិត្តអង់គ្លេសហៅថា consciousness rooted in attachment rooted ហ្នឹងវារឹសវាជាមូលហេតុ
nhưng mà đã ông lê mình tịch hàng cầu nắng cái này lô miền nè class nơi bò tế mình sâu chỉ ba phía xa khmai chẳng能អាចយកអង់គ្លេសនឹងផងដែរហើយសូមប្រកេននឹងជំរាបថាមេរៀននេះវាមិនមែនត្រឹមតែជាមេរៀនទេគឺរៀនហើយយើងយកមក apply យកមកសង្កេតពិនិត្យនិងប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃទើបមេរៀននឹងមានប្រយោជន៍មិនមែនយើងគ្រាន់តែរៀនឲ្យចេះសូត្រចេះថាតាមគម្ពីរនោះទេពីព្រោះមេរៀនឬក៏ក្បួនហ្នឹងវាគ្រាន់តែជារូបមន្តឯធាតុពិតនៃធម៌ហ្នឹងវាកើតនៅក្នុងខ្លួនយើងដោយបុរាណនិយាយថារោគធោឲ្យរោនឹងកាយរោគបាយឲ្យរោនឹងឆ្នាំងអញ្ចឹងហេតុដែលយើងមិនបានយល់អំពីបរមត្ថធម៌តាមសេចក្តីពិតនឹងហើយទើបយើងមិនអាចកម្ចាត់បងនៅសេចក្តីសង្ស័យឬក៏ជំនឿផ្ដេសផ្ដាស់បានខ្ញុំកណាអាត្មាភាពខ្លួនឯងផ្ទាល់ដែលវាច្បាស់លាស់ឈប់ជឿមង្គលភ្ញាក់ផ្អើលដោយសារចេះអភិធម្មនឹងឯងច្បាស់ណាស់គឺថាអត់មានអីមកបង្វែងដានអត់មានអីមកបន្លាចអត់មានអីមកធ្វើឲ្យវង្វេងខុសពីការពិតទៀតទេអញ្ចឹងបានជាខ្ញុំកណាអាត្មាភាពឃើញមង្គលភ្ញាក់ផ្អើលកើតឡើងដ៏ច្រើនហើយហាមញាតិញោមយ៉ាងម៉េចក៏មិនបាននោះពីព្រោះតែមិនយល់អំពីជីវិតពិតនឹងមិនយល់អំពីហេតុផលពិតប្រាកដមិនយល់អំពីធម៌ដែលនាំឲ្យកើតសុខធម៌ដែលនាំឲ្យកើតទុក្ខពិតប្រាកដនឹងឯងឥឡូវយើងរៀនអំពីមេរៀនអភិធម្មនេះសូមកុំគិតថាវាជាអ្វីផ្សេងក្រៅពីជីវិតយើងឲ្យសោះវាគឺជាជីវិតយើងនឹងឯងបើយើងមិនហៅថាអភិធម្មយើងអាចហៅថាជាមេរៀនជីវិតចឹងក៏បានដែរជាមេរៀនជីវិតពិតប្រចាំថ្ងៃហើយចាំយើងសង្កេតពិនិត្យទាំងអស់គ្នាថាតើធម៌នឹងវានៅក្នុងគម្ពីរឬក៏វានៅក្នុងចិត្តគំនិតជីវិតយើងពិតប្រាកដឥឡូវនេះឥឡូវចូលទៅចំណុចទី1សោមនស្សសហគតាំងទិដ្ឋិគតសម្បយុត្តੰអសង្ខារិកੰទី1ហ្នឹងគឺចិត្តដែលប្រព្រឹត្តទៅមួយអន្លើដោយសោមនស្សវេទនាចិត្តដែលកើតព្រមដោយអញ្ចឹងក៏បានដែរសោមនស្សវេទនាប្រកបដោយមិច្ឆាទិដ្ឋិទិដ្ឋិកតសម្បយុត្តੰហ្នឹងប្រកបដោយមិច្ឆាទិដ្ឋិហើយអសង្ខារិកੰនេះមិនមានការបបួលដឹកនាំអញ្ចឹងកាលណានិយាយថាចិត្តជាអសង្ខារិកៈហ្នឹងគឺជាចិត្តដែលមានកម្លាំងមិនបាច់គេបបួលទេវាកើតឡើងតែម្ដងហើយយើងទៅរកឧទាហរណ៍នៅក្នុងជីវិតរបស់យើងតែម្ដងចិត្តហ្នឹងអញ្ចឹងដើម្បីឲ្យឃើញថាចិត្តហ្នឹងវាមានលក្ខណៈយ៉ាងម៉េចយើងត្រូវយល់អំពីលក្ខណៈលោភៈលោភៈគឺវាមានការជាប់ជំពាក់នឹងអារម្មណ៍មានន័យថាជាប់ជំពាក់នឹងអ្វីដែលយើងបានឃើញបានកំពុងឃើញឬក៏បានឃើញហើយហ្នឹងជាប់ជំពាក់នឹងការឃើញជាប់ជំពាក់នឹងការឮជាប់ជំពាក់នឹងការធំក្លិនដឹងរសដឹងផុតថាពីអីទាំងអស់អ្វីដែលយើងជាប់ជំពាក់ចូលចិត្តដើម្បីខ្លួនឯងទាំងអស់ហ្នឹងគឺជាលោភៈលោភៈហ្នឹងវាចូលមកនៅក្នុងចិត្តហ្នឹងឈ្មោះថាលោភៈមូលចិត្តហើយវាពេញចិត្តសប្បាយរីករាយទៅមានឈ្មោះថាសោមនស្សសហគតាំងសោមនស្សសហគតាំងហ្នឹងគឺវាកើតព្រមជាមួយសោមនស្សវេទនាជាប្រភេទនៃវេទនាចេតសិកក្នុងគណៈដែលយើងរីករាយតាមផ្លូវចិត្តហើយវាទិដ្ឋិកតសម្បយុត្តនេះមានន័យថាវាប្រកបជាមួយនឹងមិច្ឆាទិដ្ឋិក្នុងការធ្វើសកម្មភាពឬក៏គិតគូរនិយាយអីទាំងអស់ហ្នឹងវាមានមិច្ឆាទិដ្ឋិនៅក្នុងហ្នឹងឧទាហរណ៍ថាពេញចិត្តនៅក្នុងការប្រព្រឹត្តកាមគុណកូនប្រពន្ធគេអីចឹងទៅហើយទាំងដែលយល់ថាវាគ្មានវាមិនមែនអាក្រក់គ្មានទោសគ្មានអីទេអាហ្នឹងនិយាយពីទោសនៅក្នុងកម្មបត្តិហើយបើមែនតែនទៅទិដ្ឋិកតសម្បយុត្តនេះវាមិនចាំបាច់ទល់តែប្រព្រឹត្តល្មើសនៅក្នុងកម្មបត្តិទេសូម្បីតែទិដ្ឋិទាំងឡាយដទៃដែលថាទិដ្ឋិស្រាហ្នឹងដែលយល់ថាមានខ្លួនឯងជាអ្នកធ្វើអំពើកម្មហ្នឹងហើយក៏សប្បាយចិត្តទាំងយល់ថាអញជាអ្នកបានអីនោះអាហ្នឹងឯងក៏ជាមិច្ឆាទិដ្ឋិដែរជំនឿភ្ញាក់ផ្អើលផ្សេងដូចជាសពថ្ងៃអញ្ចឹងដូចទៅជឿថាអំបោះក្រហមហ្នឹងបានសេរីសួស្តីសូម្បីតែយើងកំពុងធ្វើបុណ្យហ្នឹងក៏វាអាចកើតអកុសលនៅពេលដែលអង្គុយស្ដាប់លោកហ្នឹងដូចដែលយើងជឿថាទទួលទឹកមុនពីលោកទៅលោកលាស់ទឹកឲ្យទៅទឹកហ្នឹងនាំសេរីសួស្តីឲ្យយើងឃើញមិច្ឆាទិដ្ឋិព្រោះទឹកហ្នឹងជាអព្យាកតធម៌
ធម៌ដែលនាំសុខទុក្ខគឺកុសលាកុសលធម៌ដល់យើងយល់ខុសអញ្ចឹងមិច្ឆាទិដ្ឋិហើយយើងសង្កេតមើលនៅក្នុងចិត្តអីគឺលោភៈមូលចិត្តយើងចង់រួចពីសេចក្តីទុក្ខប៉ុន្តែយើងទៅសាងពូជសេចក្តីទុក្ខឃើញទេអាកន្លែងយល់ខុសហ្នឹងទៅជឿខុសនឹងឯងកំពុងតែសាងពូជសេចក្តីទុក្ខហើយលោភៈហ្នឹងបើចាប់ចូលនៅក្នុងអរិយសច្ចៈជាស្អីគឺជាទុក្ខសមុទយសច្ចៈជាហេតុនាំឲ្យកើតទុក្ខយើងស្អប់ទុក្ខប៉ុន្តែយើងប្រមូលតែគំនោទុក្ខអញ្ចឹងហើយបានលំបាកនិយាយគ្នាណាស់បើយើងមិនសិក្សាឫសគល់របស់កុសលាកុសលកម្មនឹងទេហើយចំណុចអសង្ខារិកੰនេះគឺវាធ្វើនឹងពេញចិត្តដោយខ្លួនឯងហ្មងមិនចាំបាច់អ្នកណាបបួលទេក្នុងអំពើកម្មទាំងអស់ដោយការនិយាយក្តីដោយធ្វើក្តីដោយគិតក្តីគឺថាចូលចិត្តពេញចិត្តសប្បាយរីករាយនៅក្នុងការធ្វើរឿងដែលខុសៗនឹងឯងនឹងចំណុចទី1អង់គ្លេសថា consciousness unprompted accompanied by pleasure and connected with wrong view នឹងគឺមិច្ឆាទិដ្ឋិចឹងអ្វីក៏ដោយឲ្យតែយល់ខុសសេចក្តីពិតគឺជាមិច្ឆាទិដ្ឋិទាំងអស់ជាទិដ្ឋិ10ក្តីទិដ្ឋិ3ក្តីទិដ្ឋិ62ក្តីទិដ្ឋិទាំងអស់រៀនមើលអំពីទិដ្ឋិហ្នឹងថាពេលដែលទិដ្ឋិហ្នឹងកើតឡើងគឺនៅក្នុងលោភមូលចិត្តនឹងឯងទិដ្ឋិមិនដែលកើតឡើងនៅក្នុងកុសលចិត្តឬក៏ចិត្តដតីទេទិដ្ឋិក្នុងទីនេះគឺមិច្ឆាទិដ្ឋិឬក៏សក្កាយទិដ្ឋិ20នោះក៏នៅក្នុងនឹងដែរនៅពេលនឹងដែរគណៈណាដែលទិដ្ឋិកើតឡើងគឺទិដ្ឋិកើតជាមួយនឹងលោភៈមូលចិត្តនឹងឯងគ្រាន់តែគណៈគេឲ្យពរហ្នឹងហើយក៏សប្បាយចិត្តថាអញពិតជាបានពរនឹងមែនសុកមែនហ្នឹងទិដ្ឋិនឹងដែរមិច្ឆាទិដ្ឋិនឹងដែរពីព្រោះអាពរហ្នឹងវាមិនមែនបានដូចគេឲ្យទេគេនេះវាខុសការពិតសិតតែមិច្ឆាទិដ្ឋិទាំងអស់នៅក្នុងជីវិតយើងនឹងប្រព្រាចចឹងបានថានៅពេលដែលយល់អំពីឫសគល់របស់វាហើយវាអត់មានអីឲ្យយើងសង្ស័យទៀតទេសំណួរថាខុសឬត្រូវហ្នឹងគឺថាលែងមានហ្មងឲ្យតែយើងយល់ច្បាស់អំពីមូលហេតុដើមរបស់វាចំណុចទី2សោមនស្សសហកតੰទិដ្ឋិកតសម្បយុត្តੰសសង្ខារិកੰជំពិនិត្យមើលចំណុចខុសគ្នាគឺចុងបន្តិចទេសសង្ខារិកੰចិត្តដែលប្រព្រឹត្តទៅមួយអន្លើដោយសោមនស្សវេទនាប្រកបដោយមិច្ឆាទិដ្ឋិមានការបបួលដឹកនាំ consciousness prompted accompanied by pleasure and connected with wrong view អញ្ចឹងនៅក្នុងការជាប់ជំពាក់ដោយយល់ថាមានខ្លួនជាអ្នកធ្វើក្តីឬក៏យល់ថាគ្មានបាបបុណ្យក្តីហ្នឹងគ្មានគុណទោសអីក្តីហ្នឹងប៉ុន្តែវាមិនសូវមានកម្លាំងទេទល់តែគេបបួលអញ្ចឹងវាជាប់ពាក្យសសង្ខារិកੰឧទាហរណ៍ថាតាមខ្វះខាតហ្នឹងវាខ្វះល្មមដែរប៉ុន្តែគេជាបបួលទៅលួចគេអីចឹងទៅណាហើយក៏គិតថាវាគ្មានបាបចោចស្អីទេអាហ្នឹងគឺជាលោភមូលចិត្តទី2ទៅដោយគេបបួលបើគេមិនបបួលអត់ទៅទេមានន័យវាខ្វះកម្លាំងណាកិលេសហ្នឹងវារៀងខ្វះកម្លាំងដល់គេបបួលពលរនាទៅថាគេបបួលទៅដើរលេងយប់អីចឹងទៅឬក៏ទៅមើលមហោស្រពឬក៏ទៅចូលបារអីចឹងទៅបើថាតែឯងដូចមិនទៅប៉ុន្តែមកគេចេះបបួលក៏ទៅដោយគេបបួលដោយសារឆន្ទៈក្នុងការទៅហ្នឹងវាអត់សូវខ្លាំងទេដល់គេបបួលខុសគ្នាបន្តិចតែប៉ុណ្្នឹងឯងយើងសរុបមកវិញមកសង្កត់ឲ្យធ្ងន់រឿងមិច្ឆាទិដ្ឋិហ្នឹងឯងកន្លែងហ្នឹងឲ្យតែខុសពីការពិតមិច្ឆាទិដ្ឋិទាំងអស់ហ្នឹងវាកើតនៅក្នុងតែលោភមូលចិត្តហ្នឹងខ្ញុំកណាអាត្មាបានសម្ដែងពន្យល់ច្រើនហើយប៉ុន្តែនៅក្នុង clip video នេះ screen recorder ហ្នឹងថតបានតែ10នាទីដូច្នេះនិយាយវែងមិនបាននិយាយខ្លីៗចឹងទៅក៏គិតថាអ្នកមើលហ្នឹងក៏មិនមានពេលវេលាច្រើនដែរគិតថាយ៉ាងយូរ10នាទី15នាទីហ្នឹងទៅក៏បានដែរហើយសូមឲ្យអ្នកសិក្សាទាំងអស់ហ្នឹងដែលដាក់ចិត្តថាសិក្សាហ្នឹងសិក្សាមែនតើពួកខ្ញុំកណាអាត្មាគិតថាលើកនេះគឺគិតថាជាការបង្រៀនលើកចុងក្រោយហើយ basic អភិធម្មហ្នឹងមិនមានពេលអីបរៀនច្រើនទៀតទេថ្ងៃក្រោយនរណាចង់រៀនគ្រាន់តែឲ្យវីដេអូហ្នឹងយកទៅមើលចុះឬក៏ MP3 យកទៅស្ដាប់ចុះហើយក្រោយទៀតយើងនឹងរៀនធម៌បដិបត្តិក្នុងជីវិតប្រចាំថ្ងៃដូចជាសតិប្បដ្ឋានអីហ្នឹងដែលវាជំនួយដល់ការរស់នៅរបស់យើងប៉ុន្តែបើមិនចេះអំពីពួកចិត្តពួកចេតសិកនេះទេគឺពិតជាលំបាកពន្យល់អ
Chẳng nơi bê để mơ hai vô thầm mấy cho tiền đôi chứ lực ưu tiên họ nắp xem tới để dừng vô cùng vô tam để tham tha cùng vô để tam trong cái nào tham phiệt tha tôi là nhận dùng vô chỉ ba được luôn ai nữa ông pơ bẹp nịa vì chia lô phèo mù là chất bạc cá tỷ mùi ông pơ bẹp nịa vì chia lô phèo mù là chất bạc cá tỷ pì lực ưu tiên họ luôn ai ở copy ở vấy để trong cái nào tham này vậy mới nên group sẽ cam một phiệp chẳng ở vấy để trong ở trái nó cứ ca cầm nọt đắng nông chỉ vật pro chạm ngày này ai đừng chẳng rồi sẽ cam một phiệp đã để chuồng cuối nó cứ thời việc xuất để miền chất đằng ngọ để dân cua cầm nọt đằngสำหรับថ្ងៃនេះគិតថាប៉ុណ្ណឹងចុះបានតែពីដួងឯនៅក្នុងលោកប្រមូលចិត្តទាំង8ហើយបើយល់ច្បាស់ហើយយើងនឹងតទៅមុខទៀតប៉ិនកុំភ្លេចសាកគិតដោយខ្លួនឯងថាមើលគណៈណាដែលខ្ញុំធ្វើអីវាចូលនៅក្នុងមួយណាគឺលើកឧទាហរណ៍ឲ្យខ្ញុំគណៈអាត្មាភាពបានដឹងផងសរសេរមកចាំខ្ញុំណាអាត្មាភាពមើលសូមអរគុណ